ឥឡូវយកលេខ1ប្រកួតជាមួយលេខ2ចង់ថាលេខ2វ៉ាដាច់ឈ្នះលេខ1អត់ខាងណាលេខ1ខាងណាលេខ2អូខេប្រកួតប្រជែងគ្នាតោះចឹងចាប់ផ្ដើមនិយាយសារយើងគឺឲ្យសរសេរពាក្យបណ្ណាំងគ្នាណាគេសរសេរឲ្យមុនហើយសរសេរត្រូវនឹងឲ្យសាមណៈសិស្សខាងក្រៅអ្នកបណ្ឌិតណាគេត្រូវនឹងជាអ្នកឈ្នះតើអូខេអ្នកចាញ់ត្រូវវាឡើងលើអញ្ចឹងនិយាយគ្នាហើយតើនេះរៀងតើនេះស្មៃអ្នកដែលចាញ់ត្រូវវាឡើងលើអញ្ចឹងអូខេតោះត្រៀមបាយទៅក្រាខៀនចឹងសរសេរតែមួយពាក្យឯងត្រៀម1 2 3ពាក្យថាដំណាំអីយ៉ាខាងណាមុនហើយចេះអង្គណាហើយមុនអូខេអញ្ចឹងឃើញដូចស្មើគ្នាអញ្ចឹងយើងមើលទៅលើអក្សរវិញសរសេរបានល្អអត់ខាងនេះគឺអត់សូវបានល្អទេប៉ុន្តែខាងនោះសរសេរបានល្អអញ្ចឹងបានលេខ1សមឈ្មោះមែនតោះផ្ទះដៃរស្មី1